nơiประเทศជឿនលឿននៃគេមានការអភិវឌ្ឍពិតប្រាកដអភិវឌ្ឍគឺនាំមកនៅអ្វីត្រូវនាំមកនៅអ្វីនាំមកនៅជីវភាពរស់នៅកាន់តែល្អប្រសើរដើម្បីនាំមកនៅជីវភាពរស់នៅកាន់តែល្អប្រសើរតើតែមានប្រាក់ចំណូលកើនលុយចូលសម្រាប់គ្រួសារនីមួយៗចូលច្រើនកើនបានខ្លាំងកើនបានលឿននឹងហើយគេហៅថាអភិវឌ្ឍមានន័យមួយទៀតមិនមែនតែជីវភាពប្រជារាស្ត្រលូតលាស់គឺទ្រព្យសម្បត្តិប្រជារាស្ត្រកម្មសិទ្ធិប្រជារាស្ត្រដីធ្លីផ្ទះសម្បែងប្រាក់សន្សំទុកគឺកើនទ្រព្យសម្បត្តិកើនជីវភាពរីកចម្រើននឹងហើយគេហៅថាអភិវឌ្ឍហើយអភិវឌ្ឍនេះគឺអភិវឌ្ឍសម្រាប់ប្រជារាស្ត្រទូទៅជីវភាពកើនឡើងគឺកើនទាំងអស់គ្នាទ្រព្យសម្បត្តិកើនឡើងគឺកើនច្រើនតិចប៉ុន្តែកើនសម្រាប់ប្រជាពលរដ្ឋទូទៅតែឥឡូវនេះអ្វីដែលគេហៅថាអភិវឌ្ឍនៅគណៈបកប្រជាជនលោកហ៊ុនសែនហៅថាអភិវឌ្ឍតើជាការអភិវឌ្ឍពិតប្រាកដឬជាការអភិវឌ្ឍខ្លាំងសុខពីព្រោះអ្វីដែលលោកហ៊ុនសែនរដ្ឋាភិបាលគាត់ហើយគណៈបកប្រជាជនបានធ្វើមកទល់នឹងសប្តាហ៍ថ្ងៃមិនមែនធ្វើដើម្បីរាជមិនមែនធ្វើដើម្បីប្រជាពលរដ្ឋមហាជនបងប្អូនជនរួមជាតិទាំងអស់គ្នាគេធ្វើសម្រាប់តែគ្នាគេក្រុមគ្រួសារគេបាក់ពួកគេអ្នករកស៊ីហើយច្រើនតែរកស៊ីខលខូចជាមួយគេមួយស្ដាប់តូចតែបើប្រជារាស្ត្រដែលមានចំនួនច្រើនលើនោះគឺអត់បានទទួលផលល្អបានតែទទួលផលអាក្រក់មើលឃើញផ្ទះវិឡាភូមិគ្រឹះស្តុកស្ដំសន្តាគារអូតែលប្រណិតគេធ្វើសម្រាប់តែគ្នាគេហើយអ្នកមានមួយស្ដាប់តូចដីធ្លីការបែងចែកការចាត់ចែងការចាប់យកគឺបានតែគ្នាគេហ្នឹងគ្នាគេគណៈបកប្រជាជនក្រុមបកពួកគេអុកញ៉ានាយទុនមហាសេដ្ឋីតែប្រហែលតែបើយើងបែមកមើលប្រជារាស្ត្រទូទៅឃើញនៅតែក្រហើយអាគម្លាតកាន់តែធំទៅរវាងអ្នកមានមួយស្ដាប់តូចហើយអ្នកក្រដែលមានចំនួនច្រើនលើសនោះគម្លាតគឺកាន់តែជ្រៅទៅការឃ្លាតឆ្ងាយពីគ្នាគឺកាន់តែឆ្ងាយទៅរវាងអ្នកមានមហាសេដ្ឋីមួយស្ដាប់តូចហើយប្រជារាស្ត្រដែលមានចំនួនច្រើនលើសនោះដែលនៅតែក្រដដែលនឹងហើយដែលខ្ញុំហៅថាការអភិវឌ្ឍខ្លាំង